Good morning សួស្តីបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី2ខ្ញុំនៅជីផាតថ្ងៃនេះអេកូទេសនៈខាងគេហៅ Sunbear បរិយាកាសនេះគឺប្លែកស្អាតប៉ុន្តែនេះមានយូរហើយតាំងពីជីផាតបង្កើតហើយបរិយាកាសឡើយនេះបើមកលេងជា family លយ relax វានៅឆ្ងាយពីទឹកជ្រោះមែនប៉ុន្តែវាលយស្ងប់ស្ងាត់ល្អតែមកដល់សាន់បេដឹងឃើញផ្លែខែនេះខែ11ខែ12ផ្លែក្រូចថ្លុងអូនិយាយទៅដល់កហើយកប់សេរីមកនេះមើលដើមមើលផ្លែសាហាវតែតើបានភ្លក់រសជាតិទេនេះគាត់នៅមកបន្ទប់ទឹកនេះហើយមើលផ្លែកប់សេរីមកលើត្បូលនេះដើមក្រូចថ្លុងហ្នឹងអំណោយផងទី2ចាំជិញកំណើហើយទី2 ready to rock and roll 2 4 6 7ប្រធានមេប៉ាក់នេះមកបក់កតុយរហូតនេះលិតខ្ញុំមិនសើមិញចំដៃដេកក្រៅដេកពិតលបងនេះស្នាមគេលិតឲ្យគេដើរចេញហ្នឹងតែទៅពេលយើងវាចាប់អារម្មណ៍ Go Ready to go Come on Ready to go, rock and roll. Cameraman on the power breeze. បាទសួស្តីបងប្អូនដងទៀតតទៅពីយើងបានរៀបចំឲ្យបានហើយនឹងចេញដំណើរឥឡូវនេះយើងបានចាក់ចេញពីកន្លែង homestay Sunbear ហើយយើងធ្វើដំណើរពីជីផាតទៅអរ៉ែងបងប្អូនដោយសារយើងគម្រោងទៅអរ៉ែងដើម្បីជិះទៅទស្សនានៅទីនោះជាក់ស្ដែងប៉ុន្តែអ្វីដែលពិបាកគឺយើងបានទៅដល់អ៊ំលូយើងបានទៅដល់ផ្លូវឆ្លងទៅខាងអរ៉ែងហើយយើងឃើញផ្លូវប៉ុន្តែដោយសារស្ថានភាពផ្លូវគឺខែវស្សាគឺបានធ្វើឲ្យផ្លូវខូចខាតច្រើនមានថ្មមានអីហុកមកចឹងទៅក៏សម្រាប់ចិត្តថាมันបានឆ្លងកាត់ទៅវិញដោយសារអីម៉ូតូពួកយើងដែលជិះហ្នឹងគឺរៀងទៀបពួក adventure ស្អិតម៉ូតូហើយមានម៉ូតូខ្លះរៀងទៀបជាពិសេសគឺម៉ូតូខ្ញុំរៀងទៀបចឹងយើងព្រួយបារម្ភពីប៉ះទង្គិចជាមួយនឹងកាត់តែម៉ូតូពិតសម្រាប់អ្នកជំនាញយើងអាចជិះបានតែដោយសារពួកគាត់មានអ្នកខ្លះថ្មីមានអ្នកខ្លះជិះតន់គេហៅស្ទាត់ជំនាញចឹងទៅយើងអត់ហ៊ានបន្ថយមកក្នុងខ្លាចប្រមានបញ្ហាហើយយើងពេលដោយសារយើងទៅអរ៉ៃហ្នឹងយើងមិនបានទៅជួសទៅមុខទេយើងទៅបកមកវិញចឹងក៏សម្រាប់ចិត្តបកមកវិញដើម្បីមកលេងទឹកអូម៉ាលូអង្គុយមើលទេសភាពនៅអូម៉ាលូហើយអូម៉ាលូឥឡូវផ្លែច្រើនបងប្អូនពីមុនខ្ញុំធ្លាប់មកចំនួនយូរហើយគឺអត់មានផ្លូវចូលទេគឺមានតែ trail ទេហើយ trail គឺពិបាកមែនតើចេញពីភូមិមកហ្នឹងគឺផ្លូវព្រៃស្ដុបហើយបានប៉ុណ្ណេះ Best Beautiful waterfall បាទឥឡូវបន្ទាប់ពីយើងបានចុចមកពីចាក់ចេញពីអូម៉ាលូយើងក៏បានមកដល់ដឆ្លងព្រែកជីផាតដែលគេហៅ Pet Sample ហ្នឹងបងប្អូនហើយយើងឆ្លងដទូច
តែដកធំហ្នឹងគឺដឹកឡានបាយហើយបាយនឹងបាយបាយពូអូអញ្ចឹងទៅប៉ុន្តែដោយសារដកនោះតតែរៀងអាសាឡានោះតតែមានឡានមកគេឆ្លងតែពេលអត់ឡានគេអត់ឆ្លងគេនៅចាំឡានអញ្ចឹងយើងក៏មកឆ្លងដកទូចធម្មតាដកទូចគេចម្លងម៉ូតូនិងអ្នកដើរជើងទូទៅទៅហើយអញ្ចឹងគាត់ថាវារៀងទូចតែយើងឆ្លងបានពីជើងទៅបានអស់អញ្ចឹងក៏ធ្វើដំណើរតាមដងនេះពិតជាលយគេអញ្ចឹងបងប្អូននិយាយទស្សនាចំសកម្មភាពដែលយើងបានធ្វើដំណើរអូខេមកដល់កន្លែងនេះខ្ញុំកំពុងនៅលើដឆ្លងសាឡាងជាមួយបងណាងគាត់ថាសុំខ្ញុំថតនៅប៉ុស្តិ៍ហើយខ្ញុំថាថតវីដេអូចាំមើលខ្ញុំបិទ screenshot ឲ្យគាត់នេះណាវីដេអូរូបភាពគាត់ប៉ុស្តិ៍ពីប៉ុស្តិ៍យ៉ាងសង្ហាបាទបងណាងគាត់ចូលចិត្តមកផ្សងព្រេងហើយគាត់មកចូលរួមម្សិលមិញដេកយប់នៅជីផាតដែរពួកយើងណាងគាត់អស់រ៉ូតឡានផងម៉ូតូត្រៃផង adventure ផងកីឡាគាត់ចូលចិត្តលេង UTV មួយទៀតកង់4ហ្នឹងហើយអញ្ចឹងដំណើរកំសាន្តនេះក៏ចូលរួមដោយគាត់ចូលរួមមួយថ្ងៃដែរតែគាត់ថាគាត់មានភារកិច្ចទៅវិញថ្ងៃហ្នឹងចឹងអត់តដំណើរទៅដល់កពតទេសោកស្ដាយដែរតិចទៀតនេះដល់ហើយវីដេអូមួយគាត់ចុះពីលើដហើយកន្លែងនេះដធ្ងន់ពេកចុះទៅដល់មុខអញ្ចឹងសម្ដេចដាក់ចុះតាមនេះតែរៀងប្រយ័ត្នដែរខ្លាចតែចុះផ្លាត់ស្នៀតលំហើយបាទបន្ទាប់ពីយើងបានឆ្លងដរួចរាល់ហើយក៏យើងបានបន្តដំណើរបកត្រឡប់ទៅខាងផ្លូវជាតិវិញគឺយើងឆ្ពោះទៅខេត្តកំពតអញ្ចឹងនេះជាផ្លូវដីក្រហមដែលយើងចេញពីជីផាតអញ្ចឹងបងប្អូនសូមរីករាយទស្សនាជាមួយខ្ញុំបាទបន្តទៀតជាមួយនឹងទស្សនវិជ្ជានៅតាមដងផ្លូវសូមអរគុណបាទសួស្តីបន្ទាប់ពីយើងបានធ្វើដំណើរផុតពីដីក្រហមដែលយើងមកដល់ចេញពីជីផាត10ផ្លូវជាតិហើយឥឡូវនេះខ្ញុំបាទធ្វើដំណើរបកត្រឡប់ទៅខាងផ្លូវស្រែអំបិលវិញប៉ុន្តែយើងចូលទៅខាងនេះវិញយើងឆ្ពោះទៅខាងស្រុកស្រែអំបិលបងប្អូនបន្ទាប់ពីយើងចូលទៅខាងស្រុកស្រែអំបិលហើយយើងជិះកាត់តាមតំបន់ភូមិបានស្រុកគេផ្ទះតំបន់ភូមិគេណាហើយបន្ទាប់ពីយើងបានជិះឆ្លងកាត់រួចរាល់ហើយក៏យើងបានមានបកមកទៅតាមផ្លូវបុកទៅខាងឆ្នេរនេសាទបងប្អូនផ្លូវហ្នឹងណាបងប្អូនអាចមើលបានមកដល់កន្លែងនេះយើងចូលមកក្នុងភូមិប៉ុន្តែដោយសារពេលហ្នឹងយើងជិះទូចេះតែឈរបឿនទៅជិះចុះជីឡើងមើលម៉ែបមិនតាន់ក៏ចូលមកដល់ភូមិមួយដែលចាក់ទៅស្មានតែមានផ្លូវចេញទៅខាងកំពង់មូលកន្លែងផ្សារស្រែអំបិលហ្នឹងមានណាចូលមកខុសផ្លូវអញ្ចឹងមកដល់នេះរៀងតល់កន្លែងភូមិមួយក៏យើងបកមកវិញគាត់ស្នៀតអញ្ចឹងទៅយើងក៏បានជិះមកចេញមកក្រៅវិញកាត់មកដល់ផ្លូវខាងក្រៅខាងក្នុងនេះមិនមែនលើផ្លូវធំទេគឺរាប់ជាមួយផ្លូវធំបងប្អូនផ្លូវក្នុងភូមិហ្នឹងយើងចេញទៅបុកជើចំឆ្នេរនេសាទបាទសម្រាប់ឥឡូវនេះដែរយើងកំពុងស្ថិតនៅលើផ្លូវឆ្នេរនេសាទហើយបងប្អូនដែលយើងឆ្ពោះទៅសហគមន៍ជ្រោយស្វាយហ្នឹងអញ្ចឹងទស្សនវិជ្ជានៅតាមដងផ្លូវពិតជាស្រស់ស្អាតជាមួយនឹងផ្លូវថ្មីអ្វីគឺបានផ្លាស់ប្ដូរលឿនមែនតើរយៈពេលដែលខ្ញុំបានធ្វើដំណើរផ្លូវនេះគឺតិចដងទេតាំងពីផ្លូវដីរហូតឥឡូវខ្លះជាកស៊ូមិនបេតុងលាយឡំ
អូខេអញ្ចឹងរាល់ដែលបងប្អូនទាំងអស់ចង់ធ្វើដំណើរមកខាងឆ្នេរនេសាទស្នាមអំបិលជ្រោយស្វាយហ្នឹងគឺល្អមែនតែនស្អាតអញ្ចឹងងាយស្រួលហើយតំបន់នេះដែរខ្ញុំជាទីកន្លែងនេះខ្ញុំពេញចិត្តមែនតើគឺចំណាយមិនពេលវេលាឆ្ងាយប៉ុន្មានទេសម្រាប់ភ្នំពេញ100ជាងគីឡូស្មើកំពតដែរអូខេឥឡូវនេះយើងបានមកដល់ឆ្នេរនេសាទហើយដែលនៅចុងពយគេបំផុតហ្នឹងគឺឆ្នេរដែលគេហៅជ្រោយស្វាយហ្នឹងបងប្អូនហើយតំបន់នេះខ្ញុំធ្លាប់មកលេងច្រើនដងមែនតើដែលបានបោះតង់គេជប់ទេចាំមើលបើមានឱកាសខ្ញុំចង់គេងមួយយប់នៅទីនេះប្រហែលជាស្រួលយ៉ាងណាទេព្រោះខ្យល់រហូតហើយកន្លែងនេះក៏មិនមែនមានតែតំបន់នេះមួយដែរគឺមានច្រើនមានឆ្នេរសហគមន៍ឆ្នេរសាទហើយទៅខាងមុខទៀតក៏មានឆ្នេរទៀតដែរសម្រាប់អង្គុយលេងហើយប៉ុន្តែខ្ញុំតាមដែលខ្ញុំដឹងឆ្នេរនេះគឺយើងចូលយើងត្រូវបង់ជាចំណតឡានហើយនឹងសម្បត្តិសាឆ្នេរនេះគេជាលុយបង់ជារៀល5000ហ្នឹងចន្លោះហ្នឹងចឹងខ្ញុំសម្រាប់នៅទីនេះថតរូបលេខផ្លែតมันមានការញ៉ាំបាយទេព្រោះយើងទៅបន្តដំណើរទៅខាងផ្លូវខាងសៀឆ្នេរនេសាទហ្នឹងជាប់ឆ្នេររហូតអូខេទីទស្សនាជាមួយស្អីទេ បាទសួស្តីបងប្អូនម្ដងទៀតឥឡូវនេះយើងបានចេញពីជ្រោយស្វាយឆ្នេរនេសាទហើយគឺយើងកាត់មកខាងផ្លូវរាប់ទៅតាមខែអង្គញាមទីជាមួយនឹងផ្លូវដូចបងប្អូនឃើញហើយនេះតែខ្ញុំពិបាករ៉ែរ៉ាប់តិចទៅសារផ្លូវនេះខ្ញុំជាលើកទី1ដែរហើយស្ថានភាពផ្លូវគឺបែបនេះជាសบายមើលទៅតែបើតាមខ្ញុំដឹងផ្លូវនេះពីមុនដូចជាអត់ទាន់មានទេគឺសម្បូរដោយខ្សាច់តែសារប្រហែលជាគេមានគម្រោងចង់ពុកពីអង្គញាខែអង្គញាលោកញ៉ាំមកទីធ្លាមកខាងឆ្នេរនេសាទចឹងបងប្អូននឹងគម្រោងតែគាត់ថាឥឡូវនេះគឺបានជិះទៅបានហើយព្រោះខ្ញុំជិះបានជោគជ័យទៅខាងញ៉ាំទីស្អាតមែនតើតាមផ្លូវជិះកាត់ចំការជិះកាត់កន្លែងចាក់ទីផងចឹងទៅណាមកដល់កន្លែងនេះគឺផ្លូវធំមែនតើបងប្អូនបើខ្ញុំគិតពីទទឹងវិញចូលចិត្ត30-40ម៉ែត្រដល់ទទឹងផ្លូវនេះបើសិនជាគេធ្វើឲ្យប្រហែលជាលោតមែនតើគេទៅចាប់ផ្ដើមមានផ្លូវច្រើនជាមួយនឹងស្ថានភាពតំបន់ដែលយើងធ្លាប់មិនដែលទៅដល់ដាច់ស្រយាលឥឡូវនេះគឺមានធ្វើឲ្យអញ្ចឹងយើងស្រួលជិះដំណើរមិនទៅតាមផ្លូវជាតិលេខ4ទេយើងអាចចេញពីឆ្នេរនេសាទយើងចាក់ទៅខាងផែលោកអង្គញាមធីក៏បានចាក់ទៅខាងនេះក៏បាននោះទៅតំបន់នេះតំបន់ទេសចរទាំងជួរនេះតាមខ្ញុំដឹងហើយជាពិសេសគឺឆ្នេរតាបារាំងដែលខ្ញុំធ្លាប់លើវិញនិយាយណាឆ្នេរតាបារាំងក៏ខ្ញុំមិនដល់ទៅដល់ដែរស្ដាយមែនតើប៉ុន្តែសង្ឃឹមថាថ្ងៃណាមួយនឹងតាមទៅដល់ទេឆ្នេរតាបារាំងផ្លូវនេះគឺផ្លូវរ៉បហ្នឹងហើយផ្លូវទៅដល់ឆ្នេរតាបារាំងដូចគ្នាប៉ុន្តែខ្ញុំមកដល់នោះទេខ្ញុំបត់មកខាងទៅខាងពតគឺយើងឆ្លងទៅទី4ចូលទៅខាងគេហៅផ្លូវពាំងលពៅបងប្អូនគម្រោងថាឡើងចការដងព្រេងតាមផ្លូវថ្មីផងបកគោបងប្អូនដែលសារផ្លូវប្របាហើយផ្លូវខេត្តវសាច្រោះដីមានថ្មអញ្ចឹងយើងទៅរួចទេដាច់ធ្វើបញ្ហាម៉ូតូបើចិត្តទៅតាមផ្លូវទៅពាំងលពៅពីវារិញហ្នឹងតែផ្លូវពីបងប្អូនចាំមើលខ្ញុំថតវីដេអូខ្លះៗដែរពីពាំងលពៅបាល់ផ្លូវអស់រូបសុទ្ធតែម្ដងបងប្អូនបាទអញ្ចឹងសូមបងប្អូនអង្គភូមិទាំងអស់គ្នារីករាយទស្សនាជាមួយនឹងទស្សនវិជ្ជានៅបែបដែលខ្ញុំបានធ្វើដំណើរគ្នានៅរថផ្លូវនេះឈ្មោះតកៅញាទីតាមអ្នកទាំងអស់គ្នាសូមអរគុណ
បាទសួស្តីអ៊ំពូមីងម្ដងទៀតមកដល់កន្លែងនេះយើងបានជិះរ៉បឆ្នេរពេញពីផែរ៉បទៅដល់ផែអង្គញាមនោះទីហើយផ្លូវនេះគឺជាផ្លូវរ៉បឆ្នេរស្អាតមែនតើបងប្អូនហើយសង្ឃឹមថាតំបន់នេះនឹងមានការអភិវឌ្ឍឆាប់ៗដើម្បីមានភ្ញៀវទេសចរទៅលេងកម្សាន្តទាំងអស់គ្នាសម្រាប់វីដេអូមួយនេះដែរគឺខ្ញុំសូមបញ្ចប់នៅភាគទី1សិនហើយរងចាំទស្សនាភាគទី2បន្តទៀតបងប្អូនដោយសារយើងចង់ធ្វើរយៈពេលវិនាទីខ្លីៗថា20នាទីអីជាងដើម្បីបងប្អូនស្រួលទស្សនាហើយក៏សូមទោសផងដែរសម្រាប់វីដេអូមិនអាច detail អីច្បាស់លាស់ឬកន្លែងណាមិនគ្រប់ជ្រុងជ្រោយសូមបងប្អូនកាន់តែអភ័យទោសផងព័ត៌មានឬក៏សំណួរសួរឆ្ងល់អីបងប្អូនអាចសួរក្នុង comment នៅក្រោមវីដេអូនេះបានសូមអរគុណហើយរីករាយទស្សនាបន្តទៀតសូមអរគុណច្រើនបងប្អូនគ្នានៅវីដេអូថ្ងៃទី2តែភាគទី2អរគុណច្រើន